សូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មក Channel Tola Anime អញ្ចឹងថ្ងៃនេះខ្ញុំចូលរឿងមេរៀនទី4ហើយមេរៀនទី4របស់យើងហ្នឹងគឺយើងនិយាយអំពី process របស់ការងារដែលយើងពេលយើងទទួលបានមកយើងត្រូវធ្វើមិនខ្លះអញ្ចឹងទី1ពេលដែលយើងទទួលការងារពីជប៉ុនមកឬក៏ពីក្រុមហ៊ុនផ្សេងអញ្ចឹងពេលដែលគេឲ្យយើងមកគឺគេឲ្យយើងជា contact ហ្នឹងដូចជា storyboard យើងអញ្ចឹងគេឲ្យរ៉ាស់មកហ្នឹងដើម្បីឲ្យយើងយល់អំពីសាច់រឿងថាសាច់រឿងហ្នឹងវាទៅជាមិនខ្លាយអញ្ចឹងតែឲ្យយើងអានឬក៏គេអានឲ្យយើងដើម្បីឲ្យយើងយល់ពីសាច់រឿងទាំងអស់ហ្នឹងគេមានប្លង់ធំរបស់គេហ្នឹងដូចជាផ្ទះមួយអញ្ចឹងគេមានប្លង់ផ្ទះធំមួយអញ្ចឹងដើម្បីឲ្យយើងមើលថាក្នុងផ្ទះហ្នឹងមានអីគេខ្លះមានបន្ទប់អីខ្លះមានអីខ្លះអញ្ចឹងអាហ្នឹងគេហៅថាសត្វតេបន្ទាប់ពីយើងមានសត្វតេហើយយើងមើលសត្វតេមើលអីហើយគេមានបូដុឲ្យយើងនេះបូដុហ្នឹងជាភាសាជប៉ុនខ្ញុំសូមនិយាយជាភាសាជប៉ុនណាព្រោះឲ្យយើងទទួលការងារពីជប៉ុនអញ្ចឹងបូដុហ្នឹងដូចជា sample អញ្ចឹងហើយមានបូដុមានសាំងកូហើយអាសាំងកូហើយនឹងបូដុហ្នឹងវាដូចតែគ្នាទេអញ្ចឹងគេឲ្យបូដុនឹងឲ្យយើងមើលដើម្បីឲ្យយើងស្គាល់អំពីប្លង់ទាំងអស់ហ្នឹងមានផ្ទះហ្នឹងវាមានអីខ្លះមានអីវាមានកម្រាស់មានកម្ពស់មានអីមិនខ្លះយើងត្រូវមើលជាមួយនឹងបូដុទាំងអស់ហ្នឹងបន្ទាប់ពីយើងមើលអាហ្នឹងយល់ហើយទើបគេ send គេsựឲ្យយើងអញ្ចឹងគេsựហ្នឹងគឺដូចជា file ដែលយើងគូអញ្ចឹងfile គេsựហ្នឹងដំបូងមកគេឲ្យជារ៉ាស់អញ្ចឹងដែរជួនកាលទៅពេលខ្លះទៅគេsựគេឲ្យមកស្អាតជួនកាលទៅគេឲ្យមកអត់ស្អាតអញ្ចឹងទៅឧបមាថាគេឲ្យមកអត់ស្អាតអញ្ចឹងយើងត្រូវគូវាឲ្យស្អាតឲ្យគេអាហ្នឹងគេហៅថាមុនដំបូងយើងត្រូវ series វាសិន series ហ្នឹងបានន័យថាម៉េចបានន័យថាយើងគូ line អាហ្នឹងគេហៅ rush perfect line ហ្នឹងដើម្បីឲ្យយើងស្គាល់តើទីតាំងហ្នឹងនៅណាដូចដើមឈើនៅណាដំបងផ្ទះនៅណាប្អួចឬក៏ទ្វារអីនៅណាអញ្ចឹងទៅអាហ្នឹងយើងត្រូវ series សិនបន្ទាប់មកយើងទៅឆ្លងមួយមេយើងហើយមេយើងគាត់ថាអូខេហើយអាហ្នឹងបានយើងចាប់ដើមគូclear line អញ្ចឹងយើងចាប់ដើមគូឲ្យវាត្រឹមត្រូវតាមតបដុនេះមកនេះចុះមកថាយើងគូផ្ទះមិញអញ្ចឹងគាត់ឲ្យយើងយកគូផ្ទះហ្នឹងពីអានេះមកអញ្ចឹងយើងគូតាមហ្នឹងមកអញ្ចឹងខ្ញុំចាប់ដើមគូហើយអ្នកទាំងអស់គ្នាមើលសិនដំបូងមកយើងចាប់នេះវាសិនខ្សែភ្នែកវាសិនយើងចាប់ខ្សែភ្នែកវាពីកន្លែងណាមកតោះមកយើងចាប់ដើមទាញ perspective អានេះខ្ញុំសុំតាមពិតយើងមានប្រើ tool ផ្សេងទៀតវាស្រួលជាងហ្នឹងប៉ុន្តែខ្ញុំមានតែអាហ្នឹងឥឡូវយើងប្រើអាហ្នឹងសិនទៅជា social អាហ្នឹងរបៀបចាប់ perspective ដែល basic បំផុតរបស់ខ្ញុំអញ្ចឹងមានអ្នកខ្លះគេអាចមានវិធីផ្សេងទៀតអាហ្នឹងខ្ញុំមិនដឹងទេតែខ្ញុំប្រើវិធីនេះសោះខ្ញុំគិតថាវិធីនេះវាស្រួលអញ្ចឹងយើងចាប់ perspective វាមកអញ្ចឹងយើងឃើញនេះ perspective ផ្ទះហ្នឹងវាមានទៅខាងឆ្វេងផងវាមានស្ដាំផងអញ្ចឹងយើងចាប់មកដូចគ្នាអញ្ចឹងមកហើយយើងចាប់មើលទៅវារ៉ាស់ sketch វាអត់ត្រូវឯ perspective អញ្ចឹងយើងចាប់ដើមយើងចាប់ថាឥឡូវយើងយកទិសដៅកន្លែងណាមួយបើវាត្រូវអញ្ចឹងទៅជាទូទៅអ្នកខ្លះពេលដែល perspective វាអត់ត្រូវគ្នាអាខាងលើជាមួយនឹងអាខាងក្រោមនេះលបងផ្ទះជាមួយនឹងដំបូលផ្ទះនេះវាអត់ត្រូវគ្នាអញ្ចឹងភាគច្រើនអានេះត្រូវគ្នាត្រូវតែលើនេះអត់ត្រូវគ្នាអញ្ចឹងយើងសម្រេចចិត្តថាយើងយកអាណាយើងចង់យកត្រូវអានេះវាត្រូវបានច្រើនឬក៏ចង់យកត្រូវអាលើអញ្ចឹងសម្រេចចិត្តឲ្យខ្ញុំវិញខ្ញុំយកអានេះទៅព្រោះអីវាត្រូវសឹងទាំងអស់ហើយអញ្ចឹងយើងយកតាមនឹងទៅអានេះដូចគ្នាអញ្ចឹងចាប់មកយើងយកពីអាណាមួយយកពីលបងមួយហើយនឹងលបោផ្ទះមួយអញ្ចឹងយើងយកពីហ្នឹងអញ្ចឹងបន្ទាប់ពីយើងបាន perspective ហើយយើងចាប់ផ្ដើមដៅគូវាមកឥឡូវខ្ញុំ
ខ្ញុំគូរ៉ាសិនខ្ញុំចាប់ទីតាំងវាថាឥឡូវយើងចាប់ទីតាំងផ្ទះហ្នឹងនៅណាយើងខាងនៅនេះចុះនេះដបោវាចឹងចុះអញ្ចឹងគូដបោវាមកតបមកអានេះវាត្រូវឡើងទៅខាងណាឡើងទៅផុតឬក៏ឡើងមកធ្វើនេះអីចឹងទៅតាមជាក់ស្ដែងយើងឃើញចឹងទៅអានេះមកខាងនេះមកអញ្ចឹងវាឡើងទៅវិញវាឡើងទៅតាមណាតែនេះវាត្រូវឡើងទៅផុតយើងគូវាឲ្យចាញ់ជារៀងសិនមកមិនបាច់ចាំស្អាតពេកទេតោះមកចាំយើងសម្អាតវាតាមក្រោយកន្លែងនេះយើងមើលវាសមណាជាងកាទៅវាខ្លីពេកវាទាបពេកវាវែងពេកចឹងយើងលេខលោកវាសមមកវាធ្វើម៉េចឲ្យវាសមគ្នាចឹងគូវាចឹងណាអាណាលើអាណាខ្វះអីយើងគូសិនមកចាំយើងលុបតាមក្រោយគូឈិនចាំងនេះអត់សូវមានអីពិបាកច្រើនទេពាក្យច្រើនយើង focus ទៅលើតែ perspective វាទេ perspective វាត្រូវគួរអារម្មណ៍ល្អអានឹងអូខេគូចឹងមកហើយបើយើងយកដឹងថានឹងស្អីគេមើលក្នុងនេះមកក្នុងនេះអត់មានអីទេឥឡូវយើងយក design តាមអានេះតាមបូដនេះមើលចឹងអ្នកនរគ្នាមើលចឹងមើលពិបាកអត់ចឹងម៉ូដរបស់វាយើងដាក់ចឹងមកម៉ូដដូចផ្ទះនេះចឹងមកអញ្ចឹងយើងបានរៀងទាំងអស់ហ្នឹងហើយយើងចូលទៅនិយាយជាមួយនឹងថ្នាក់លើរបស់យើងថាគាត់អូខេជាមួយនឹងរៀងប៉ុណ្ណឹងអត់អញ្ចឹងបើសិនជាគាត់អូខេជាមួយរឿងរៀងប៉ុណ្ណឹងអស់ហើយទីតាំងនឹងដើមឈើនឹងដើមឈើយកដើមឈើនេះអញ្ចឹងទៅនេះចង់បានដើមឈើនេះហើយម៉ូដផ្ទះយើងយកម៉ូដផ្ទះបែបនេះអីចឹងទៅអញ្ចឹងបើគាត់អូខេជាមួយអស់ហ្នឹងហើយបានយើងចាប់ផ្ដើមគូវាឲ្យស្អាតជាងហ្នឹងទៀតយើងគូវាឲ្យស្អាតជាងហ្នឹងវាមាន detail ដូចជាកន្លែងនេះជាដើមនេះកន្លែងនេះវាមានសាយក្នុងនេះវាមានវាមានកម្រាស់របស់វាអញ្ចឹងទៅអាកន្លែងនេះចឹងកន្លែងនេះក៏មានកម្រាស់មានអីដែរវាមាន2តង់ចេះ
mình cầm hè chẳng được kia hay đám chơi dân vô một năng quạt bình chật ọt ấy hái vậy một quạt hái ấy hái quạt mẹ chất hai quạt do nắng này giờ màu năng trắng dân chặt áo cù về nhưng cù về ở xa trên năng mình đi theo trên năng hái mình chặt đám chặt có hái chay cho mỗi quạt mà đóng tiền nó khả năng tự xe bao giờ chẳng tự xe bao giờ từ bộ dân mình tập phần năng tế hay chẳng bị tàu khỏi tiết nhưng mình chặt tiền oi nhận đó khi này cù ai bán xa trên năng mình đi theo trên năng hái mình chặt đám chặt bò dương chặt đám cù về sầm rải mong là bị tàu khỏi bảo quânថ្ងៃនេះយើងចូលមេរៀនទី5របស់យើងបន្តពីមេរៀនមុនយើងបានទាំងអស់នេះហើយអ្នកនរគ្នាប៉ុន្តែខ្ញុំចង់កែវាបន្តិចអញ្ចឹងអ្នកនរគ្នាពេលបង្កើត file នៅខាងស្ដាំដៃនេះអានេះ FR នេះបានន័យថា frame នេះអាខ្មៅនេះអ្នកនរគ្នាអញ្ចឹងអាខ្មៅទាំងអស់ហ្នឹងគេហៅថា frame ហើយបន្ទាប់មកអានេះ folder មួយនេះគឺ folder Gensu ដែលគេឲ្យយើងមកចឹងយើងត្រូវដាក់ folder នេះឈ្មោះ Gensu ចឹងទៅហើយបន្ទាប់មក file bg អានោះ file ដែលយើងចាប់ផ្ដើមគូហ្មង OL នេះ outline ណាបងប្អូនចឹងបន្ទាប់ពីយើងបង្កើតfile ទាំងអស់ហ្នឹងហើយយើងចាប់ផ្ដើមគូវាអញ្ចឹងបើយើងចង់កែចង់ប្រែយើងកែពេលហ្នឹងឲ្យហើយណាបងប្អូនអញ្ចឹងរឿងទី1ដែលខ្ញុំចង់កែគឺខ្ញុំមើលទៅតាម sample ទៅផ្ទះនេះវាខ្ពស់ប៉ុន្តែផ្ទះរបស់យើងវាទៀបអញ្ចឹងខ្ញុំចង់តម្លាក់វាបន្តិចយើងចាប់ដើមគូវាមកដើមគូអញ្ចឹងកម្ពស់របស់វាយើងចង់លើកឡើងក៏បានទុកទៅត្រឹមហ្នឹងក៏បានតែខ្ញុំគិតថាទុកត្រឹមហ្នឹងចុះយើងស្ដាប់តាមគូវាមកយើងតម្លាក់នេះវាបន្តិចខ្ញុំគិតថាតម្លាក់កម្ពស់វាគិតថាត្រឹមហ្នឹងចុះអាហ្នឹងយើងមិនមែនយើងកែអាចកែតាមក្រោយទៀតបានណាបងប្អូនហើយតាមពិតដំបូងផ្ទះនេះអាខាងលើជាមួយនឹងអាខាងក្រោមនេះវាឆ្ងាយគ្នាដល់ណានឹងពេកទេតែអានេះយើងគូសេរីមកវាលើសឆ្ងាយពេកអញ្ចឹងយើងកែតាមហ្នឹងមកបងប្អូនអញ្ចឹងអានេះដូចគ្នានេះដបរបស់វាប៉ុណ្ណាដូចខ្ពស់ពេកនេះខ្ញុំចង់ដាក់ឲ្យវាវែងបន្តិចដបខាងលើនេះអញ្ចឹងនេះដូចគ្នាដែរបើសិនជាខាងនេះវែងយើងត្រូវដាក់ខាងនេះវែងដូចគ្នាយើងគូពីណាមុនក៏បានដែរបងប្អូនស្រាប់តែយើងដែរគូវាវែងតិចអានេះវារៀងក្រាស់ដែរតែយើងចាប់ទាញយើងត្រូវសេរី perspective វារហូតអាហ្នឹងបើសិនជាយើងចាំ perspective ហ្នឹងដូចខ្ញុំប្រាប់ដែរចឹងវាមាន tool មួយទៀតយើងដាក់ទៅវានេះ perspective ហ្នឹងគឺវា
រត់កាត់នឹងបើចាំយើងស្រែចុះស្រែឡើងចឹងទេតែអាហ្នឹងខ្ញុំអត់បានទិញវាមកទេអាហ្នឹងមានlicense មានអីវាទិញត្រឹមត្រូវហ្នឹងចឹងមួយទៀតរឿងដបូនេះដបូហ្នឹងយើងត្រូវវាស់វាឲ្យស្មើគ្នាដែរបងប្អូនតាមពិតកម្ពស់ដបូហ្នឹងនៅត្រឹមណាយើងត្រូវដៅវាចឹងយើងត្រូវយើងចង់បានដបូហ្នឹងធ្វើម៉េចឲ្យវានៅស្មើគ្នាណាបើសិនជាវាខុសត្រូវអីយើងកែតាមហ្នឹងមកណាបងប្អូនយើងលេមិនឲ្យវាមកស្មើគ្នាមកព្រោះឯកន្លែងហ្នឹងវាមាន2កលៈយើងមើលតាមបូដកទៅវាមាន2កលៈចឹងយើងគូតាមហ្នឹងមកមាន2កលៈមានអីដូចរបស់គេចឹងមកខុសរបស់គេអាហ្នឹងបើយើងខុសរបស់គេវាមានបញ្ហា
នេះយើងបានពួចបានទ្វាជាមួយនឹងកន្លែងនេះដូចខាងលើនេះហើយផ្ទះcủaយើងបានដែរយើងចាប់ដើមមើលលបងផ្ទះចឹងលបងផ្ទះហ្នឹងយើងមើលទៅកម្ពស់វាប៉ុណ្ណាប្រហែលហ្នឹងណាបងប្អូនមើលទៅវាប្រហែលគ្នាប៉ុណ្្នឹងហើយអានេះយើងអត់មាន sample យើងមាន sample ទ្វារទេអញ្ចឹងយើងគូមកខ្លួនឯងមកថាទ្វារហ្នឹងយើងចង់បានមិនឥឡូវខ្ញុំចង់បានទ្វារបែបនេះចុះទ្វារលក្ខណៈទ្វារឈើទ្វារបែបហ្នឹងចុះបងប្អូនបានទ្វារបានលបងហើយអូភ្លេចលុបអានេះចោលតោះមកខ្ញុំចាប់ដើមគូដើមឈើដូចខ្ញុំប្រាប់អ្នកនរគ្នាពីវីដេអូមុនអញ្ចឹងខ្ញុំយកដើមឈើ design mode បែបនេះដើមឈើហ្នឹងវាអត់មានសាំញ៉ាំច្រើនទេបងប្អូនដាក់មេឃវាតិចចឹងមកចឹងអ្នកនរគ្នាពេលទិញក្តារគូយើងត្រូវពិនិត្យមើលដែរហើយកុំឲ្យកុំព្យូទ័រមានមេរោគនៅពេលណាមានមេរោគធ្វើឲ្យក្តារគូយើងវាពិបាកគូវាគាំងវាស្តាក់ចឹងអញ្ចឹងវាពិបាកគូអាកោងនេះមែនទេហើយដើមឈើនៅខាងក្រោយនេះយើងគូដូចគ្នាបងប្អូនអានេះឆ្ងាយនេះយើងបាច់គូ detail វាក៏បានដែរនេះយើងកុំភ្លេចគូផ្ទះនេះមួយទៀតបងប្អូនតោះមកយើងចាប់ដើម clear line ណាដែលវាអត់ស្អាតចោល line ដែលយើងអត់ត្រូវការចាប់ដើម clear វាចោលទៅជានេះជាដើមវាបាំងដើមឈើអញ្ចឹងវាអត់ត្រូវឃើញ line នេះទេជានេះជាដើមហ្នឹងហើយអ្នកនរគ្នាតោះមកយើងបាន line ស្អាតចេះមកបន្ទាប់ពីយើងបាន line ស្អាតចឹងមកហើយយើងចាប់ដើមមើលពណ៌ហើយយើងចាប់ដើមគូវាចាប់ដើមផាត់ពណ៌ចឹងដំបូងមកយើងត្រូវផាត់អីគេមុនត្រូវផាត់មេឃបងប្អូនមេឃនេះមេឃវាពណ៌ផឹកចឹងពណ៌ផឹកវាពណ៌ខៀវស្រាលហ្នឹងអ្នកនរគ្នា
មកយើងចាប់ដើមផាត់នេះទៀតមកតាមលំដាប់ដោយវាអ្នកនរគ្នាអ្នកនរគ្នាចង់នេះផាត់ដើមឈើនេះមុនក៏បានដើមឈើនេះវានៅខាងក្រោយអញ្ចឹងយើងយកពណ៌ខាងក្រោយនេះមកតែមាន2យ៉ាងយើងបង្កើត layer 2ខុសគ្នាដែរlayer បន្ទាប់គឺដើមឈើដដែលដើមឈើខាងមុខនេះយើងយកពណ៌ខ្ចីស្រស់បងប្អូនដើមឈើនេះខ្ញុំចង់បែកវាជា2ចង់ឲ្យដើមឈើមួយទៀតពណ៌នេះទៅមកអានេះលបងផ្ទះអានេះគេហៅថាbase color អ្នកនរគ្នា base color បានន័យថាម៉េចបានន័យថាយើងចាក់វាឲ្យមកពេញសិនថារបស់ណាពណ៌អីរបស់ណាពណ៌អីសិនយើងបាច់ខ្វល់ពីវានេះវាលៀនចេញក្រៅវាអីនេះអាហ្នឹងចាំយើងសម្អាតវាតាមក្រោយចាំខាងយើងធ្វើឲ្យសម្គាល់វាថាហ្នឹងពណ៌អីសិននេះខាងក្រោមបាតរបស់វាត្រូវមាន shadow អ្នកនរគ្នាអានេះក៏ដូចគ្នាអាហ្នឹងយើងគ្រាន់តែមើលពណ៌វាសិនហ្នឹងហើយអ្នកនរគ្នាថ្ងៃនេះខ្ញុំសូមចប់វាត្រឹមហ្នឹងសិនយើងរៀនពីគូline ឲ្យស្អាតហើយនឹងយើងចាប់ base color សិនអញ្ចឹងថ្ងៃស្អែកខ្ញុំនឹងចាប់ផ្ដើមបរៀនយើងពីdetail អញ្ចឹងថ្ងៃនេះមេរៀនយើងមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាបាយចាំជួបគ្នាមេរៀនថ្ងៃស្អែកថ្ងៃនេះយើងតមេរៀនរបស់យើងទៀតអ្នកនរគ្នាមេរៀនថ្ងៃនេះយើងនិយាយអំពី detail ហើយនឹងអារម្មណ៍ feeling អញ្ចឹងក្នុង background មួយវាត្រូវមានអារម្មណ៍របស់វាយើងធ្វើម៉េចគូអារម្មណ៍របស់វានឹងឲ្យដូចពីអារម្មណ៍ដើមរបស់បូដដែលគេដាក់ឲ្យយើងមកអញ្ចឹងហ្នឹងហើយអ្នកនរគ្នាអាកន្លែង line របស់អញ្ចឹងនេះខ្ញុំគូយ៉ាងខុសបន្តិចអញ្ចឹងយើងលុបវាមកខែវាត្រូវមកវិញមកណាអញ្ចឹងកែងរបស់វាត្រូវជាប់គ្នាបន្ទាប់មកយើងចាប់ផ្ដើមសម្អាតវាសម្អាតអាកន្លែងណាដែលយើងគូលើសគូខ្វះអីហ្នឹងយើងសម្អាតវាអាណាខ្វះយើងពេញទៅអាណាលើសយើងលុបវាចោលយើងទៅយើងសម្អាតវាស្អាតណាបន្ទាប់មកយើងចាប់ផ្ដើមផាត់ពណ៌វាឲ្យដូចពណ៌របស់បូដយើងនៅខាងលើអញ្ចឹងណា
ហើយជាទូទៅអាពណ៌សញ្ញាផ្ទះនៅខាងក្រោមហ្នឹងពណ៌វារៀងល្ងិតអញ្ចឹងយើងដាក់ពណ៌ល្ងិតមកវិញមកចំហៀងប្រួយហ្នឹងយើងដាក់ពណ៌វារៀងខ្មៅមកណាព្រោះអាហ្នឹងវាបាំងថ្ងៃបន្ទាប់មកកញ្ចក់នេះយើងដាក់ចំណាំងផ្លាតវាអញ្ចឹងមកឲ្យវាដូចបូដករបស់គេអញ្ចឹងហ្នឹងហើយអ្នកនរគ្នាអាកន្លែងស្រមោលនេះខ្ញុំដាក់ស្រមោលកន្លែងកញ្ចក់ហ្នឹងខ្ញុំដាក់ជាmultiply អញ្ចឹងយើងរើសពណ៌វារៀងកម្ៅតិចមកដាក់ multiply យើងបន្ថយ capacity វាទៅឲ្យវាមើលទៅវាស៊ីជាមួយកញ្ចក់របស់យើងកន្លែងរៀន5កន្លែងគៀននេះវាស្រមោលអញ្ចឹងយើងដាក់ស្រមោលវាមកកន្លែងខាងលើនេះយើងចាប់ផ្ដើមដាក់ពណ៌វាឲ្យដូចបដប់ណាព្រោះឯពណ៌ខាងមុខវារៀងល្ងិតក្រហមល្ងិតណាហើយខាងក្រោមរបស់វាពណ៌វារៀងភ្លឺអញ្ចឹងពេលយើងគូយើងអាសាឆែកមើលបដប់អ្នកនរគ្នាកន្លែងខ្លាចកន្លែងខ្លះយើងវាភ្លេចណាបន្ទាប់មកយើងចាប់ផ្ដើមសម្អាតកន្លែងផ្សេងទៀតដូចផ្ទះនេះជាដើមអញ្ចឹងដូចកន្លែងលបងនេះអញ្ចឹងលបងនេះពណ៌វាបដិញណាអ្នកនរគ្នាអញ្ចឹងយើងបដិញវាពីពណ៌វាល្ងិតទៅពណ៌ភ្លឺអញ្ចឹងទៅហើយទ្វារនេះខ្ញុំចង់ដាក់វាពណ៌លឿងដោយសារអីទ្វារហ្នឹងវាទ្វារឈើខ្ញុំគិតថាវាទ្វារឈើអញ្ចឹងខ្ញុំគូទ្វារឈើអញ្ចឹងខ្ញុំដាក់វាពណ៌លឿងអញ្ចឹងមកទៅហើយយើងតុបតែងវាបន្តិចទៅយើងដាក់ជាសាដូជាអីវាបន្តិចទៅឲ្យវាមើលទៅវាមានអារម្មណ៍ដូចទ្វារឈើអញ្ចឹងណាដល់មកខ្ញុំចាប់ផ្ដើមសម្អាតដើមឈើហ្នឹងវាកាច់កង់បន្តិចអញ្ចឹងវារៀងពិបាកសម្អាតបន្តិចអ្នកនរគ្នាហើយយើង zoom វាមើលឲ្យច្បាស់ទៅថាយើងត្រូវផាត់វាបំពេញវាចំអា outline នឹងអត់ធ្វើម៉េចឲ្យវាស្អាតកុំឲ្យវាខ្វះហើយកុំឲ្យវាលើសនៅពេលណាដែលយើងសែនឲ្យគេកែគេ zoom មើលរបស់យើងដែរអ្នកទាំងអស់គ្នា
ឥឡូវខ្ញុំចាប់ដើមផាត់ដើមឈើនេះវារៀងពិបាកផាត់បន្តិចអ្នកនរគ្នាអញ្ចឹងមុនយើងផាត់យើងដាក់ពណ៌វាបដិញសិនមកបន្ទាប់មកយើងចាប់ផ្ដើមឆក់យកពណ៌របស់វាដូចបដករបស់យើងអញ្ចឹងជាទូទៅខាងក្រោមវាល្ងិតហើយដោយសារដើមឈើខាងក្រោមវាបាំងថ្ងៃបាំងអីអញ្ចឹងខាងក្រោមវាល្ងិតអញ្ចឹងខាងលើវារៀងភ្លឺបន្ទាប់មកខ្ញុំចាប់ផ្ដើមផាត់ដើមឈើមួយទៀតយើងផាត់ដូចគ្នាអញ្ចឹងអ្នកនរគ្នាយើងលៃលកមិនមកសមទៅធ្វើម៉េចឲ្យវាស្តៀងនៅបដកយើងទៅបន្ទាប់មកយើងផាត់អាដើមឈើចុងក្រោយនេះទាំងអស់តាមពិតអាដើមឈើចុងក្រោយនេះវារៀងសដោយសារវានៅខាងឆ្ងាយអ្នកនរគ្នាដល់ពេលឆ្ងាយអញ្ចឹងវាមើលទៅវារៀងស្លេកអញ្ចឹងឲ្យខាងមុខមើលទៅរៀងដិតអញ្ចឹងអាដើមឈើខាងក្រោយយើងមើលទៅវារៀងស្លេកបន្តិច
ហើយរូបហ្នឹងខ្ញុំអត់ដាក់ពពកទេដោយសារថាពពកវានៅខ្ពស់ពេកអញ្ចឹងវាប្រហែលជាផុតហើយហ្នឹងយើងលៃលោកវាមកសំប៉ុណ្ណឹងមកណាខ្ញុំភ្លេចមួយទៀតអ្នកនរគ្នានៅចំហៀងខាងផ្ទះនេះយើងដាក់ពណ៌វាពណ៌ល្ងិតព្រោះវានៅខាងក្រោយនៅចំហៀងហើយខ្ញុំភ្លេចមួយទៀតចំហៀងហ្នឹងខាងលើដបូលហ្នឹងក៏អញ្ចឹងដែរដបូលក្រហមហ្នឹងអាហ្នឹងក៏យើងត្រូវដាក់ពណ៌វាល្ងិតដែរតែវីដេអូនេះខ្ញុំភ្លេចដាក់អញ្ចឹងសុំទោសអ្នកនរគ្នាផងហើយសាដូរបស់វាក៏យើងដាក់ដែរអ្នកនរគ្នាសាដូនៅក្រោមសញ្ញាផ្ទះហ្នឹងហ្នឹងហើយចុងក្រោយរូបរបស់យើងគឺបានរួចរាល់ហើយគឺរូបវាបែបហ្នឹងអ្នកនរគ្នាអរគុណអ្នកនរគ្នាបាយបាយ